ចូលដល់សន្ទនាទី2បាទយើងឃើញហើយថេរhóaសន្ទនាហើយចំណុចទី2អញ្ចឹងនៅក្នុងលេខរៀងសន្ទនានេះគឺលេខ30បាទយើងតាមផ្ទៀងស្ដាប់លេខ30ហ្នឹងទៅតោះអញ្ចឹងមុននឹងចូលទៅស្ដាប់តោះយើងអានសិនណាអូខេឥឡូវយើងមើលណាត់ចាណាន់គេនិយាយថាម៉េច안녕하세요 안녕하세요 저는 낫자난입니다 낫자난입니다 태국 사람입니다 칼로기 슬라이 안녕하세요 안녕하세요 저는 칼로입니다 저는 칼로입니다 필리핀 사람입니다 필리핀 사람입니다 난자난 슬라이 칼로 씨는 학생입니까? 칼로 씨는 학생입니까? 칼로 슬라이다 아니요 아니요 저는 근로자입니다 저는 근로자입니다 ok chương trình chăm sóc sầm lênในขนมเลยเรียนที่30នឹងទៅតើតង់គេបញ្ចេញសម្លេងយ៉ាងម៉េច 안녕하세요. 저는 니차난입니다. 태국 사람입니다. 안녕하세요. 저는 칼로입니다. 필리핀 사람입니다. 칼로 씨는 학생입니까? 아니요. 저는 근로자입니다. អូខេបន្ទាប់ពីយើងបានស្ដាប់ហើយយើងបកប្រែតោះណាត់ចាណាន់គាត់និយាយថាម៉េចអញ្ញងហាសេយ៉ូសួស្ដីចូលនៅនេះខ្ញុំណាត់ចាណាន់អ៊ីមនីដាអ៊ីមនីដាយើងដឹងហើយបកប្រែថាគឺជាអញ្ចឹងខ្ញុំគឺជាណាត់ចាណាន់ឬខ្ញុំឈ្មោះណាត់ចាណាន់ថេកុកសារ៉ាមនីមនីដាថេកុកបកប្រែថាប្រទេសថៃនៅពេលថែមសារ៉ាមចូលទៅជាជនជាតិអញ្ចឹងខ្ញុំគឺជាជនជាតិថៃឬក៏គឺជាជនជាតិថៃខាឡូឆ្លើយមកវិញថាអញ្ញងហាសេយ៉ូសួស្ដីដូចគ្នាខ្ញុំខាឡូអ៊ីមនីដាគឺជាខាឡូហើយហ្វីលីពីនសារ៉ាមជនជាតិហ្វីលីពីនបាទសរសេរមួយមកបងប្អូនអូខេតោះហើយណាត់ចំណានគេសួរតទៀតបើគិតទៅនៅក្នុងសន្ទនាទី1យើងជួបច្រើនតែម្នាក់ប៉ុន្តែដល់ពេលសន្ទនាទី2វាកាន់តែទៅមកកម្រិតទៀតខាឡូឈីនិនហាក់សេងអ៊ីមនីកាគេសួរណាខាឡូគឺតួប្រុសនេះបាទហាក់សេងមកបែបតែម៉េចសិស្សអ៊ីមនីកាគឺជាប្រយោគសំណួរអញ្ចឹងពេលក្នុងភាសាខ្មែរត្រូវថែមពាក្យតាតើអញ្ចឹងខាឡូតើគឺជាជនសំទោសខាឡូគឺជាសិស្សមែនទេហើយនេះពេលយើងត្រូវបកខាឡូមុនបងប្អូនដែលយើងបានរៀនវេយ្យាករណ៍អំបញ្ញមិញក៏បានបញ្ជាក់ហើយនេះមាននឿនកន្លែងណាដែលមាននឿនវាគឺជាបរិវារស័ព្ទប្រធានអញ្ចឹងមានថាពាក្យណាឬក៏កន្លែងណាដែលមាននឿនភ្ជាប់នឹងវាគឺជាប្រធាននៃប្រយោគហ្នឹងហើយអញ្ចឹងយើងត្រូវបកវាមុនហើយឥឡូវយើងឃើញតែលោកគ្រូខ្លីអញ្ចឹងអត់ចាំបាច់ចំណាំវាណាបកមុនបកក្រោយឯងឃើញអត្ថន័យរបស់វាស្រួលចាំតែបើសិនជាបងប្អូនឃើញប្រយោគវែងចេះប្រវែងនេះបងប្អូននៅក្នុងទ្របប្រឡងសាកលបងប្រហែលជាអាចដឹងហើយវិញ្ញាសាអត្ថបទអញ្ចឹងយើងចង់ដឹងថាបកអាណាមុនបើយើងបកប្រកបជាបកអាកន្លែងនេះមុនដែលមានអឿនលឿននេះហើយបើសិនជាវាអឿនលឿនមកនៅត្រង់នេះយើងត្រូវបកអញ្ចឹងដូចគ្នាមុនមកដូចគ្នាតោះណែបងប្អូនគិតពេលក្រោយទៀតគាត់នៅចំណាំខ្លះតោះខាឡូឆ្លើយមកវិញថាអានីយ៉ូគឺជាទម្រង់បដិសេធបកប្រែតាត់ទេខ្ញុំខុនឡូចាពលករអ៊ីមនីដាដឹងហើយគឺជាអញ្ចឹងវាថាទេខ្ញុំគឺជាពលករអញ្ចឹងកន្លែងនេះគឺជាបដិសេធហ្នឹងហើយឥឡូវយើងទៅមើលបងប្អូនទាំងគ្នាគេមើលថេដាប់ហេផាថេដាប់ឆ្លើយផាយ៉ូសាក់លបងអញ្ចឹងសាក់លបងឆ្លើយគេសួរសំណួរ2មកកាន់យើងមកណាត់ចាណានិនអូនឺណារ៉ាសារ៉ាមអ៊ីមនីកាបាទអញ្ចឹងយើងដឹងហើយអូនឺណារ៉ាសារ៉ាមជនជាតិអ្វីអ៊ីមនីកាគឺជាប្រយោគសំណួរតោះគេចង់សួរថាណាត់ចាណាន់ហ្នឹងតើគឺជាជនជាតិអ្វីអញ្ចឹងណាត់ចាណាន់ដែលយើងរៀនមិញជនជាតិអីបងប្អូនថេកុកមិនអញ្ចឹងគាត់ជនជាតិថៃអញ្ចឹងថេកុកបាទថេកុកទៅសេចូលនៅខាងក្រោយនឹងមកអាចបើកវាចោក៏បានដែរសារ៉ាមអ៊ីមនីប្រយោគស្របអញ្ចឹងទៅសេដាចូលណាបាទតើទៀតខាឡូហាក់សេងអ៊ីមនីកាបាទខាឡូសាហាក់សេងអ៊ីមនីកាតើគឺជាសិស្សមែនទេខ្ញុំបកច្រឡំហើយសំទោសហាក់ខាឡូឈ្មោះទេហាក់សេងសិស្សអ៊ីមនីកាតើគឺជាសិស្សមែនទេអញ្ចឹងខាឡូមិញយើងបានបកអត្ថបទនឹងមិញហើយនេះកន្លែងនេះគេថាគឺជាសិស្សមែន
ហើយ Carlo គេឆ្លើយថាមិនមែនទេគឺជាពលករអញ្ចឹងបងប្អូនសរសេរចូលប្រយោគនឹងមកវិញមកអ្នកសរសេរនៅខាងក្រោយនឹងវិញមកអានិយោអញ្ចឹងមកណាបាទ저는បាទអូខេខ្ញុំចង់បញ្យល់កន្លែងហ្នឹងបញ្ជាក់ម្ដងទៀតកុំឲ្យលឿនពេកបើសិនជាយើងសរសេរឡើងវិញណាយើងអត់ត្រូវសរសេរច្រើនចូលទេបាទឥឡូវគូសុំមកខាងក្រោមនេះចុះកុំឲ្យវែងតោះបងប្អូនសរសេរមកវិញតាមខ្ញុំមកអានីយោណាយើងអត់ត្រូវសរសេរច្រើនទេហេតុផលអីបានយើងអត់សរសេរច្រើនដោយសារតែប្រយោគនេះយើងមិនមែនជា Carlo ទេពាក្យថាច្រើនខ្ញុំអញ្ចឹងយើងនិយាយពាក្យខ្ញុំដូចថាតែជាខ្លួនយើងជាសាច់រឿងរបស់យើងតែយើងឆ្លើយតែអញ្ចឹងយើងអាចដាក់ច្រើនបានទេអញ្ចឹងខ្វែងចោលអញ្ចឹងយើងសរសេរចូលមកពលករខឿនឡូចាអ៊ីមនីដាអូខេអញ្ចឹងយើងបានប្រយោគមកថាទេគឺជាពលករមិនខ្ញុំទេណាតែថាគាត់នឹងគឺជាពលករហើយអូខេតោះឥឡូវយើងទៅបន្តទៀតបាទនេះគឺលំហាត់ដែរបើសិនជាយើងបានទាន់លំហាត់ខាងលើខាងក្រោមនេះអាចនឹងងាយយល់ប៉ុន្តែបើសម្រាប់គ្នាយើងដែលអត់សូវយល់ពីការធ្វើលំហាត់អូខេមើលជាមួយគ្នាបន្តទៀតមេរៀនទី1ពិបាកតែទី2ទី3ទី4យើងដឹងពីរបៀបរៀនអាចនឹងធូរទៅឯងបាទនេះជាបទពិសោធន៍ដែលខ្ញុំរៀនសិស្សជាយូរឆ្នាំគឺតែងតែអញ្ចឹងឯងអូខេមកឥឡូវយើងទៅមើលឆែស៊ីតេនបង្ហាញព្យញ្ជនកន្សោមពាក្យហើយឆាលយងហាយោដោយប្រើប្រាស់ថេហွာសន្តានាហើយផូសេយ៉ូនេះសូមសាកល្បងអញ្ចឹងពេលដែលយើងបកប្រែបករះពីចុងមកវិញមកណាបាទពូកូរ៉េបច្រាស់ពីខ្មែរមកសូមសរសេរតាមគ្រូសិនក៏បានដែរណាសូមសាកល្បងសន្តានាដោយប្រើប្រាស់កន្សោមពាក្យដែលបានបង្ហាញមកឥឡូវយើងមើលកន្សោមពាក្យដែលគេបង្ហាញមានស្អីខ្លះយើងមើលពាក្យនេះមុនណាអ៊ីរឹមឈ្មោះអញ្ចឹងឈ្មោះលីលីបាទឈ្មោះរបស់គាត់គឺលីលីណាហើយបន្តមកទៀតគុកចកនោះសញ្ជាតិរបស់គាត់គឺជុងគុកប្រទេសអីបងប្អូនចិនជីកប់បបេតការងារឬក៏មុខរបរអញ្ចឹងមុខរបររបស់គាត់គឺហាក់សេងគឺជាសាសមកអញ្ចឹងយើងមើលគេដាក់មកមើលខាងនេះម្ដងគេដាក់ថាលីលីជុងគុកនេះលីលីនេះជុងគុកហើយប៉ុន្តែអាកន្លែងជុងគុកនេះខាងក្រោមជុងគុកវាមានហេសាវ៉នប្រភេទបុគ្គលិកក្រុមហ៊ុនហើយគេខ្វែងហើយហាក់សែងហើយគេគូសរង្វង់មានន័យថាខ្វែងគឺជាពាក្យខុសហើយគូសរង្វង់គឺជាពាក្យត្រូវហើយដែលមិនត្រូវដោយសារតែគាត់គឺជាសិស្សគាត់មិនមែនបុគ្គលិកក្រុមហ៊ុននេះគេខ្វែងអញ្ចឹងហេតុផលអីមិនគេឲ្យយើងដាក់អញ្ចឹងមានន័យថាគេចង់ឲ្យយើងទាំងអស់គ្នារៀនចេះបដិសេធនៅសំណួរណានៅសំណួរដែលគេបានសួរមកកាន់យូរតើអ្នកគឺជាមន្ត្រីរាជការមែនទេអញ្ចឹងយើងមិនមែនជាមន្ត្រីទេយើងគឺជាពលករកូរ៉េអញ្ចឹងយើងត្រូវជាឆ្លើយថាពលករកូរ៉េហ្នឹងគេឆ្លើយថាម៉េចនេះហើយគឺជាហេតុផលដែលគេចង់ឲ្យយើងបង្កើតប្រយោគហ្នឹងឥឡូវយើងមើលតែម្ដងទៅមកអ្វីដែលគេដាក់អក្សរព្រាននេះគឺជាអ្វីដែលយើងត្រូវបំពេញចូលហើយលីលីឈុងគុកអញ្ចឹងយើងត្រូវមើលគេដាក់ C នេះហើយគេដាក់ Shin នេះនៅក្នុងភាសាកូរ៉េ C ហ្នឹងគឺបញ្ជាក់អំពីមានន័យថាបង្ហាញពីការគួរសមទៅកាន់មនុស្សណាម្នាក់លោកឬក៏កញ្ញាអញ្ចឹងតែបើសិនជាស្រីប្រុសអញ្ចឹងណាហើយឈុងគុកយើងសរសេរចូលសារ៉ាំជនជាតិបាទជនជាតិអ្វីអញ្ចឹងដល់ពេលដែលបងប្អូនបំពេញចូលអាខាងក្រោមនេះគឺដូចគ្នាបំពេញចូលតាមអ្វីដែលគ្រូបានគូ highlight នឹងឯងណាបាទហើយគេឆ្លើយវិញថាណែ저는 중국 사람입니다ខ្ញុំណែនឹងបបចាបាទខ្ញុំ중국ជនជាតិអីគេ중국ចិនហើយសារ៉ាំនេះគឺបបតែជនជាតិនេះគឺជាជនជាតិចិនមកហើយចូលដល់ទី3គេថាម៉េចLily Shinen នេះបងប្អូនបំពេញនឹងចូលដូចគ្នាគូសនឹងចូលដូចគ្នាកន្លែងបំពេញឈ្មោះ Lily Shinen Hesabon Imnika មក Hesabon នេះគេបុគ្គលិកក្រុមហ៊ុនបាទ Imnika គឺជាប្រយោគសំណួរតើណាតើសំណួរតើគឺជាតោះ Lily គឺជាបុគ្គលិកក្រុមហ៊ុនមែនទេបាទអញ្ចឹងគេសួរដល់ពេលដែលយើងសួរគឺបងប្អូនទាំងអស់គ្នាយកពាក្យដែលមានខ្វែងយកមកដាក់ចូលកន្លែងហ្នឹងណាពាក្យដែលមានខ្វែងមកអញ្ចឹងដល់ពេលគេឆ្លើយថាអានិយោទេច្រើនហាក់សេងអ៊ីមនីដាអញ្ចឹងអាហាក់សេងអ៊ីមនីដាក៏ទៅក្រោយដែលជាប្រយោគឆ្លើយនេះណាដែលជាប្រយោគឆ្លើយនេះបងប្អូនត្រូវសរសេរអាកន្លែងពាក្យដែលមានគូរង្វង់នឹងចូលមកវិញតោះនេះបងប្អូនបាទហើយបន្ទាប់ពីគូសសរសេរបំពេញចូលហើយសូមអនុវត្តបកប្រែវាមកណាបាទអូខេយូរទៅបងប្អូននឹងអាចនិយាយភាសាកូរ៉េបានល្អហើយអូខេមកឥឡូវយើងទៅអនុវត្តជាមួយនឹងនេះដូចជាមួយគ្នាណា
មកឥឡូវគូមានឥឡូវលុបឲ្យអស់ចេះស្រួលបាទលុបឲ្យអស់ចេះស្រួលបាទយើងមើលខាងក្រោមនេះគឺជាអ្វីដែលគេឲ្យយើងអនុវត្តណាព្រោះនេះយើងឃើញស្រាប់នឹងភ្នែកយ៉ាងប៉ុន្តែនេះខាងក្រោមនេះស្អីគេណាអូខេអញ្ចឹង Pathu នេះគឺជាឈ្មោះហើយ Mongol គឺប្រទេស Mongol ហាក់សែងសះហើយប៉ុន្តែគូខ្វែងគុនលោចាពលកគូសូនអញ្ចឹងយើងបំពេញតាមលេខរៀងមួយមក Pathu អញ្ចឹងកន្លែង Pathu នេះបងប្អូនមើលកន្លែងឈ្មោះមកនេះបំពេញចូលកន្លែងហ្នឹងមកនេះហ្នឹងហើយដល់ពេល Mongol បាទ Mongol គឺជាប្រទេស Mongol ចឹងបងប្អូនសរសេរតាមនេះបដូរពីជង្គង់មក Mongol នេះបដូរពីនឹងមកដូចគ្នាណាបាទបដូរមកដូចគ្នាហើយបន្តមកទៀតចូលមកបន្ទាប់បាទហាក់សែងមានខ្វែងអញ្ចឹងដល់ពេលមានខ្វែងគឺបងប្អូនសរសេរមកកន្លែងណានេះកន្លែងជាសំណួរដល់ពេលខាងក្រោមវិញបាទខាងក្រោមវិញនេះគឺខុនលោចាពលករមាន0អញ្ចឹងបងប្អូនសរសេរកន្លែងនេះពលករចូលវិញមកណាហើយបើនិយាយពីលីលីនេះវិញគឺបាទយើងមានស្រាប់ហើយលីលីបាទអូខេអញ្ចឹងបងប្អូនតាន់មើលតាមពណ៌មកគ្រូដាក់ឲ្យណាសូមសរសេរវាមកបាទបើសិនជាធំឥឡូវមើលកន្លែងណាដែលតលីក្នុងសភៅយើងគេនេះមកក៏បានបងប្អូននេះបាទអូខេហើយបើសិននេះឯខាងក្រោមនេះក៏បានបាទសូមសរសេរឲ្យ screenshot ឲ្យគ្រូមើលផងត្រូវឬក៏ខុសអូខេមកហើយនៅទីនេះគឺជាការបញ្ចេញសំឡេងទេបាទយុយងហានព្យយន្តនឹងបបបែរតែការបញ្ចេញសំឡេងអញ្ចឹងឥឡូវគ្រូបបពាក្យនឹងឲ្យតែម្ដងណាឆាល់ពុទ្ធកតរិមីដាបបប្រែថារីករាយណាស់ដែលបានជួបជាទូទៅគេប្រើវាសម្រាប់និយាយនៅក្នុងការធ្វើកិច្ចវរៈកិច្ចលើកដំបូងនៅពេលដែលទៅកន្លែងណាមួយពិសេសតែម្ដងហ្នឹងគឺនៅពេលដែលយើងចូលធ្វើការនឹងឯងទៅកាន់មិត្តរួមការងារទៅកាន់តកែឬក៏ទៅកាន់ណាមេការយើងអញ្ចឹងទៅណានិយាយឲ្យស្រួលស្ដាប់យើងនិយាយថាឆាល់ពុទ្ធកតរិមីដាអូខេរីករាយដែលបានជួបឬក៏សូមជួយណែនាំការងារខ្ញុំផងមានអីអញ្ចឹងណាបាទមកអញ្ចឹងឥឡូវយើងមើលនេះទៀតទៅដោយសារតែមានហើយយើងទៅបកអស់ទៅអញ្ញងអាសេយ៉ូសុស្ដីចូលពីកស្មីដារីករាយដែលបានជួបគ្នាលើកដំបូងដល់ពាក្យតែច្រអ៊ឹមនោះបងប្រែថាដំបូងជាទូទៅគេប្រើវាសម្រាប់តែនិយាយជាមួយមនុស្សណាឬក៏កន្លែងណាដែលយើងទៅលើកដំបូងឬក៏ជួបដំបូងបានហើយចូលពេលកែបហ្នឹងបើសិនជាមិត្តភ័ក្តិជួបគ្នាយូរថ្ងៃយូរខែយូរឆ្នាំអីទោះបីជាខានជួបគ្នាយូរក៏ដោយប៉ុន្តែយើងធ្លាប់ជួបគ្នាហើយយើងអត់គួរនិយាយពីតែចូលពេលកែបហ្នឹងទេបងប្អូនតន់ហើយគេឆ្លើយមកវិញថាអញ្ញងអាសេយ៉ូសុស្ដីឆាល់ពុទ្ធកតរិមីដានេះអ្វីដែលគេកំពុងបង្ហាញយើងហ្នឹងណាបាទគឺមានថាបាទរីករាយដែលបានជួបជួយណែនាំខ្ញុំផងអូខេហើយចូលមកខាងក្រោមនេះគឺជាមុនហ្វាគឺជាវប្បធម៌ដូច្នេះនៅក្នុងវប្បធម៌នេះគ្រូសូមរំលងសិនមូលហេតុដោយសារតែគេវាគឺមានទម្រង់វេយ្យាករណ៍ជាច្រើនការបកប្រែស្មុគស្មាញខ្ញុំមិនចង់ឲ្យអារម្មណ៍របស់សិស្សានុសិស្សទាំងអស់គ្នាក្នុងមេរៀនទី1ស្មុគស្មាញពេកទេកន្លែងត្រង់ចំណុចហ្នឹងខ្ញុំដូចជាអត់យល់ដែរនៅក្នុងខ្លឹមសារមេរៀនដំបូងនៃសភៅមេរៀននេះហេតុអីបានជាដាក់ឲ្យយើងវាមិនធ្ងន់ទេបាទសម្រាប់អ្នកចេះភាសាកូរ៉េអ្នកគ្នាយើងនៅរៀនច្រើនប៉ុន្តែសម្រាប់សិស្សថ្មីមានអារម្មណ៍ថាស្មុគស្មាញមែនទែនកូរ៉េបកញ៉ៃញ៉ៃអញ្ចឹងគ្រូយល់អារម្មណ៍កន្លែងហ្នឹងមានន័យថាសុំរំលងសិននៅពេលក្រោយរៀនទៅមេរៀនខាងមុខទៀតគ្រូនឹងបកឲ្យអានេះឲ្យមែនទែនទៅគឺដាច់ខាត់ត្រូវតែចេះត្រូវតែយល់ពីព្រោះវាគឺជាការសម្ដែងនៃការគួរសមរបស់មនុស្សទៅកាន់មនុស្សណាជាភាសាយើងនឹងទៅកាន់តកែឬក៏ទៅកាន់មេការគឺវាសំខាន់ណាស់នៅក្នុងជីវភាពរស់នៅបង្ហាញពីថាចរិតរបស់យើងល្អឬក៏មិនល្អមានសុជីវធម៌ឬអត់ប៉ុន្តែក្នុងនោះគូសុំទៅសិនណាអូខេចាំពេលក្រោយយើងសិក្សាលម្អិត